លប់ត្រូវតែដឹកអ្នកបានរកកីឡាករទាំងអស់កីឡាករនេះទាំងអស់មិនដែលបំភ្លេចគុណគ្រូរបស់កីឡាការសម្ដែងជារបៀបក្បាច់និងស្នៀតគុណដ៏ពិសេសវិសាលដែលរស់រវើកនេះមិនមែនតិចឆ្នាំទេបងប្អូនយូរឆ្នាំណាស់តម្រង់នឹងណាក់យុទ្ធគុណដូនតាខ្មែរផលប្រយោជន៍បានពីយុទ្ធគុណដូនតាខ្មែរគឺមានស្មារតីកីឡាករនី3រូបនេះគឺជាកីឡាករនីគំរូការសម្ដែងយុទ្ធគុណក្បាច់គុណស្នៀតគុណដ៏សម្បូរបែបដែលបងប្អូនមើលឃើញចំពោះមុខនេះគឺមិនមែនហាត់លេងសើចឡើយបងប្អូនការហាត់នេះម៉ត់ចត់មើងម៉ាត់គឺទៀងទាត់បំផុតធ្វើឲ្យតំពាំងទាំងអស់នេះគឺស្នងឫស្សីបានធ្វើឲ្យប្រលឹងបំពាក់បរោះរបស់យើងសបាយញញឹមរាក់ទាក់ដោយមើលឃើញជនជាតិរបស់យើងបានអភិរក្សនិងអភិវឌ្ឍយុទ្ធគុណដូនតារបស់ខ្មែរយើងទុកមកដល់សប្តាហ៍នេះកាយនេះគឺសុទ្ធសឹងតែជាស្នៀតគុណដែលបងប្អូនបានឃើញនៅពេលនេះកីឡាករនេះយើងយកមកបង្ហាញជូនសុទ្ធសឹងតែជាកីឡាករនេះឆ្នើមលំដាប់ប្រទេសមានពានរង្វាន់មានមេដាយមាសទទួលស្គាល់ដោយរាជរដ្ឋាភិបាលទទួលស្គាល់លំដាប់ថ្នាក់ជាតិនិងអន្តរជាតិផងដែរការហាត់យុទ្ធគុណដូនតាខ្មែរគឺបានសុខភាពការហាត់យុទ្ធគុណដូនតាខ្មែរគឺបានសុវត្ថិភាពការហាត់យុទ្ធគុណដូនតាខ្មែរដើម្បីចូលរួមអភិរក្សនិងអភិវឌ្ឍសង្គមវប្បធម៌ជាតិមិនឲ្យបាត់បង់